ពុទ្ធភាសិតបុគ្គលវៈពួកធម៌និយាយអំពីបុគ្គលអ្នកឆ្លៀសរមែងលះបង់នៅអំពើលាមកបានព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់យ៉ាងណាទ្រង់ធ្វើយ៉ាងនោះទ្រង់ធ្វើយ៉ាងណាទ្រង់ត្រាស់យ៉ាងនោះបណ្ឌិតទាំងឡាយតែងរក្សានៅឥន្ទ្រីទាំងឡាយដោយល្អអ្នកប្រាជ្ញបរិបូរណ៍ដោយសិលតែងរុងរឿងដូចជាភ្លើងដែលភ្លឺដូច្នោះឯងមាននប់ទាំងឡាយណាដែលយមរាជដាស់តឿនដោយទេវទូតទាំងឡាយហើយក៏នៅតែប្រមាថមាននប់ទាំងឡាយនោះជាអ្នកបាននៅកាយដ៏ថោកទាបរមែងសោកសៅអស់កាលយូរអង្វែងប្រពន្ធស្ដាប់បង្គាប់ប្រសើរជាងប្រពន្ធទាំងឡាយកូនស្ដាប់អាវាតប្រសើរជាងកូនទាំងឡាយបុរសដែលបន្ទោបង់អំពើអាក្រក់ដោយសេចក្តីអៀនខ្មាស់បានសឹងមានតិចក្នុងលោកអ្នកដែលបន្ទោបង់ការលមោបលក់ហើយភ្ញាក់រលឹកបានក៏មានតិចក្នុងលោកដែរកាលបើពួកសប្បុរសកំពុងឲ្យរបស់ដែលឲ្យបានដោយកម្រកំពុងធ្វើអំពើដែលធ្វើបានដោយកម្រពួកអសប្បុរសរមែងធ្វើតាមមិនបានព្រោះធម៌របស់ពួកសប្បុរសគឺពួកអសប្បុរសប្រព្រឹត្តតាមបានដោយកម្របើអ្នកណាមិនអត់ទោសឲ្យដល់បុគ្គលអ្នកសម្ដែងទោសអ្នកនោះឈ្មោះថាអ្នកមានសេចក្តីក្រោធនៅខាងក្នុងអ្នកធ្វើទោសឲ្យកាន់តែធ្ងន់ឡើងឈ្មោះថាអោបក្រសោបពៀទុកបុគ្គលណាលះមានះបានហើយអ្នកមានចិត្តតម្កល់នៅដោយប្រពៃអ្នកមានចិត្តផរផង់អ្នករួចស្រឡះចាកធរជាគ្រឿងសៅមងទាំងពួងនៅក្នុងព្រៃតែម្នាក់ឯងអ្នកមិនប្រមាទបុគ្គលនោះទើបឆ្លងនៅទីនៅរបស់មាទៅព្រះនិព្វានបានបុគ្គលមិនគប្បីធ្វើនៅបាបដោយកាយវាចាចិត្តគប្បីលះបង់នៅកង្វល់ក្នុងលោកទាំងពួងគប្បីលះបង់នៅកាមទាំងឡាយគប្បីជាអ្នកមានសតិនិងសព្វបញ្ញញ្ញៈមិនគប្បីសេពនៅអំពើឥតប្រយោជន៍ដែលនាំមកនៅសេចក្តីទុក្ខកូនទាំងឡាយជាទីពំនាក់របស់មនុស្សទាំងឡាយស្ត្រីជាមន្ទិលរបស់ប្រមចរិយធម៌ចិត្តកវ័យជាទីអាស្រ័យរបស់គាថាទាំងឡាយស្ត្រីជាឧត្តមជាងទ្រព្យទាំងឡាយពួកចៅជាសេចក្តីអន្តរាយក្នុងលោកជនទាំងឡាយតែងខត់ខាំងទុកនៅចៅកាលដែលនាំយកទ្រព្យទៅសាមណៈកាលដែលនាំយកទ្រព្យទៅរមែងជាទីស្រឡាញ់របស់ជនទាំងឡាយពួកជនជាបណ្ឌិតតែងត្រេកអរចំពោះសាមណៈដែលមករឿយពួកសត្វមានសេចក្តីត្រេកអរខ្លាំងក្នុងកាមនិងភោគៈសម្បត្តិទាំងឡាយមានសេចក្តីប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយរមែងមិនដឹងនៅទោសដែលប្រព្រឹត្តល្មើសដូចជាត្រីមិនស្គាល់លោភដែលគេដាក់ហើយបុគ្គលមានចិត្តរំពឹងគិតសពទិសរមែងរកមិនឃើញនៅបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយទេខ្លួនទៅជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃយ៉ាងនោះឯងព្រោះហេតុនោះបុគ្គលដែលស្រឡាញ់ខ្លួនមិនគប្បីបៀតបៀនបុគ្គលដទៃឡើយអ្នកមានកូនតែងក្រៀមក្រំចិត្តដោយសារកូនអ្នកមានគោតែងក្រៀមក្រំចិត្តដោយសារគោដូចគ្នាឧបធិជាទីក្រៀមក្រំចិត្តរបស់ជនបុគ្គលណាមិនមានឧបធិបុគ្គលនោះរមែងមិនក្រៀមក្រំចិត្តឡើយបុគ្គលមិនក្រោធអ្នកមានខ្លួនទូមានហើយអ្នកមានការរស់នៅសមរម្យអ្នកមានចិត្តរួចស្រឡះព្រោះយល់ត្រូវអ្នកមានសេចក្តីស្ងប់រងាប់កិលេសមិនញាប់ញ័រដោយលោកធម៌តើមានក្រោធពីណាមកបុគ្គលណាចិញ្ចឹមមាតាឬបិតាដោយធម៌បណ្ឌិតទាំងឡាយរមែងសរសើរបុគ្គលនោះក្នុងលោកនេះព្រោះការបម្រើមាតាបិតាទាំងឡាយនោះលុះបុគ្គលនោះទៅកាន់បរលោកហើយរមែងរីករាយក្នុងឋានសួគ៌ជនទាំងឡាយណាមិនពោលធម៌ជនទាំងឡាយនោះមិនឈ្មោះថាសប្បុរសទេ
បុគ្គលណាមានសេចក្តីត្រជាក់ត្រជុំឥតមានឧបថឹកកិលេសកាត់បងតណ្ហាទាំងអស់ហើយគប្បីបន្ទោបងសេចក្តីខ្វល់ខ្វាយក្នុងហរតីរមែងមិនប្រឡាក់ក្នុងកាមទាំងឡាយបុគ្គលនោះមានចិត្តស្ងប់រងាប់ហើយគប្បីដល់នៅសេចក្តីស្ងប់កិលេសដោយចិត្តរមែងដេកនៅជាសុខមនាលភិក្ខុទាំងឡាយកាលបើអ្នករាល់គ្នារលឹកព្រះពុទ្ធព្រះធម៌ព្រះសង្ឃយ៉ាងនេះភ័យក្តីសេចក្តីរន្ធត់ក្តីសេចក្តីព្រឺរោមក្តីនឹងមិនមានឡើយអ្នកណាមានបាបបន្សត់ចោលរំលត់ទុកហើយរមែងដេកជាសុខសពកាលក្លិនរបស់សប្បុរសទាំងឡាយទើបផ្សាយទៅច្រាស់ខ្យល់បានសប្បុរសរមែងផ្សព្វផ្សាយទៅកាន់ទិសទាំងពួងអ្នកប្រាជ្ញទាំងឡាយពោលចំពោះបុគ្គលអ្នកស្អាតកាយអ្នកស្អាតវាចាអ្នកស្អាតចិត្តមិនមានអាសវៈអ្នកស្អាតបរិបូរណ៍ដោយការស្អាតថាជាបុគ្គលមានបាបលាងជ្រះហើយអ្នកប្រាជ្ញទាំងឡាយពោលចំពោះបុគ្គលដែលជាអ្នកប្រាជ្ញផ្លូវកាយជាអ្នកប្រាជ្ញផ្លូវវាចាជាអ្នកប្រាជ្ញផ្លូវចិត្តមិនមានអាសវៈជាអ្នកប្រាជ្ញបរិបូរណ៍ដោយភាពជាអ្នកប្រាជ្ញថាជាអ្នកមានបាបលះបង់អស់ហើយជនទាំងឡាយណានីមួយជាអ្នកមិនសង្រួមក្នុងកាមទាំងឡាយជាអ្នកមិនបានប្រះចាករាគៈជាអ្នកបរិភោគកាមក្នុងโลกនេះជនទាំងឡាយនោះជាអ្នកចូលទៅកាន់ជាតិនិងជរាជារឿយជាអ្នកត្រូវតណ្ហាគ្រប់សង្កត់ហើយឈ្មោះថាជាអ្នកមានដំណើរទៅបណ្ដោយតាមខ្សែទឹកបុគ្គលអ្នកមានប្រាជ្ញាក្នុងโลกនេះជាអ្នកមានសតិតម្កល់ខ្ជាប់ខ្ជួនកាលមិនសេពកាមទាំងឡាយផងមិនធ្វើអំពើអាក្រក់ទាំងឡាយផងគប្បីលះបង់នៅកាមប្រកបដោយទុក្ខទើបអ្នកប្រាជ្ញទាំងឡាយហៅបុគ្គលនោះថាជាអ្នកមានដំណើរទៅច្រាស់ខ្សែទឹកបុគ្គលណាជាអ្នកឆ្លៀសវៃជាអ្នកឃ្លាវខ្លាជាអ្នកចេះដឹងច្រើនជាអ្នកទ្រទ្រង់ធម៌ជាអ្នកប្រព្រឹត្តធម៌ដ៏សមគួរដល់ធម៌បុគ្គលប្រកបដូច្នោះឈ្មោះថាញ៉ាំងសង់ឲ្យរុងរឿងបុគ្គលជាបណ្ឌិតតែងវាបងនៅសេចក្តីមិនចម្រើនកាន់យកតែសេចក្តីចម្រើនបុគ្គលទាំងឡាយរមែងរួចស្រឡះព្រោះការមិនប្រកាន់បុគ្គលដែលនឹករលឹកចំពោះការចម្រើននៅមេត្តាប្រមាណមិនបានពិចារណាឃើញនៅការអស់ទៅនៃឧបថឹកកិលេសកិលេសជាគ្រឿងប្រកបចិត្តទាំងឡាយក៏ស្រាលស្ដាងចាក់ខណ្ឌសន្តានបុគ្គលណាមិនបៀតបៀនមិនសម្លាប់មិនធ្វើសេចក្តីវិនាសដល់សត្វដទៃដោយខ្លួនឯងមិនប្រើអ្នកដទៃឲ្យធ្វើសេចក្តីវិនាសដល់សត្វដទៃវេរារបស់បុគ្គលនោះមិនមានដោយហេតុណាមួយឡើយពួកជនពាលមានការលើកទោសជាកម្លាំងពួកបណ្ឌិតមានការរំពឹងគិតជាកម្លាំងពួកពហុសោតមានការពិចារណាជាកម្លាំងស្ត្រីមានបញ្ញាតែងបូជាស្វាមីនិងបុគ្គលជាទីគោរពទាំងអស់ជនពាលតែងព្រួយលំបាកដោយសេចក្តីសម្គាល់ថាកូនទាំងឡាយរបស់អញមានទ្រព្យរបស់អញមានតាមដែលពិតសំបីខ្លួនរបស់ខ្លួនក៏មិនមានចំណងបើកូនទាំងឡាយនឹងរាប់ថាមានអំពីណាបានទ្រព្យនឹងរាប់ថាមានអំពីណាបានអ្នកណាជាមនុស្សពាលហើយដឹងនៅភាពនៃខ្លួនថាជាពាលអ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះដោយហេតុដែលដឹងខ្លួនថាជាពាលនោះបាបមិនទាន់ឲ្យផលកាលណាជនពាលតែងសម្គាល់នៅបាបនោះថាដូចទឹកឃ្មុំលុះតែកាលណាបាបឲ្យផលជនពាលទៅប្រទះនៅសេចក្តីទុក្ខក្នុងកាលនោះពួកលោកអ្នកស្ងប់រមែងមិនរអ៊ូរទាំច្រំដែលព្រោះសេចក្តីប្រាថ្នាក្នុងកាមពួកបណ្ឌិតបើសេចក្តីសុខឬសេចក្តីទុក្ខពលត្រូវហើយរមែងមិនសម្ដែងអាការៈឡើងចុះឡើយបណ្ដាមនុស្សទាំងឡាយពួកជនណាដែលឆ្លងដល់ត្រើយគឺព្រះនិព្វានពួកជននោះមានប្រមាណតិចចំណែកពួកសត្វក្រៅនេះរមែងស្ទុះទៅកាន់ត្រើយគឺទិដ្ឋិ
ដែលប្រកាន់ថាខណ្ឌ5ជារបស់ខ្លួនព្រះខៃណាស្របទាំងឡាយមានស្មារតីរមែងខ្វល់ខ្វាយរមែងត្រេកអរក្នុងទីនៅអាស្រ័យលោកលះបង់ចោលស្រឡះនៅអាល័យទាំងអស់ដោយហង្សលះបង់ពួកហើទៅដូច្នោះនរជនណាជាអ្នកមិនជឿអ្នកដតីផងជាអ្នកស្គាល់ព្រះនិព្វានផងជាអ្នកកាត់នៅគ្រឿងតគឺវត្តដាក់ផងជាអ្នកមានឱកាសកម្ចាត់បងហើយផងជាអ្នកមានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផងនរជននោះជាឧត្តមបុរសព្រះអរហន្តទាំងឡាយនៅក្នុងទីណាទោះជាស្រុកក្តីព្រៃក្តីទីទាបក្តីទីទួលក្តីទីនោះជាភូមិគួរត្រេកអរអ្នកប្រាជ្ញទាំងឡាយណាជាអ្នកខ្វល់ខ្វាយក្នុងឈានជាអ្នកត្រេកអរក្នុងការចេញចាកកាមជាឋានស្ងប់រំងាប់កិលេសសំបីទេវតានិងមនុស្សទាំងឡាយតែងរាប់រកចំពោះអ្នកប្រាជ្ញទាំងឡាយនោះដែលជាអ្នកត្រាស់ដឹងខ្លួនឯងទាំងមានស្មារតីកាមទាំងឡាយមានសេចក្តីសុខតិចមានសេចក្តីទុក្ខច្រើនអ្នកប្រាជ្ញដឹងច្បាស់យ៉ាងនេះហើយលោកមិនបានត្រេកអរក្នុងកាមទាំងឡាយសំបីជាទិព្វឡើយបុរសដែលដឹងសេចក្តីឆាប់រស់រានរកបានដោយកម្របុគ្គលអ្នកឈ្នះតែងរងនៅពៀបុគ្គលអ្នកចាញ់តែងដេកជាទុក្ខចំណែកបុគ្គលលះបង់ការឈ្នះនិងការចាញ់ចេញហើយជាអ្នកស្ងប់រងាប់ទើបដេកជាសុខញាតិមានសេចក្តីស្និទ្ធស្នាលជាយ៉ាងក្រៃលែងបុគ្គលកាលប្រកបខ្លួនទុកក្នុងអំពើដែលមិនគួរប្រកបមិនប្រកបខ្លួនក្នុងអំពើដែលគួរប្រកបលះបង់ប្រយោជន៍ចេញហើយជាបុគ្គលកាន់យកតាមគប់ចិត្តរមែងស្រឡាញ់បុគ្គលអ្នកប្រកបតាមខ្លួនជនទាំងឡាយណាជាអ្នកប្រាជ្ញជាអ្នកមិនបៀតបៀនសត្វដទៃសង្រួមហើយដោយទ្វាកាយជាដើមជានិច្ចជនទាំងឡាយនោះរមែងទៅកាន់ស្ថានមិនប្រែប្រួលជាស្ថានដែលគេទៅដល់ហើយតែមិនសោកស្ដាយបុគ្គលក្នុងលោកដែលមិនត្រូវគេនិន្ទាគ្មានឡើយបើអ្នកប្រាជ្ញទាំងឡាយសង្កេតមើលរាល់ថ្ងៃហើយសរសើរបុគ្គលណាដែលជាអ្នកប្រព្រឹត្តមិនដាច់ជាអ្នកមានប្រាជ្ញាជាអ្នកមានចិត្តតម្កល់ខ្ជាប់ខ្ជួនក្នុងបញ្ញានិងសិលអ្នកណាគួរនឹងនិន្ទាបុគ្គលដែលដូចជាឆ្ដោនៃមាសចំពោះអ្នកតាក់នោះបានស្នាមជើងក្នុងអាកាសមិនមានសាមណៈខាងក្រៅមិនមានសង្ខារទាំងឡាយជារបស់ទៀងមិនមានព្រះពុទ្ធទាំងឡាយមិនមានកិលេសជាគ្រឿងញាប់ញ័រទេបុគ្គលណាជាអ្នកមានសច្ចៈផងជាអ្នកមានធម៌ផងជាអ្នកមានការមិនបៀតបៀនផងជាអ្នកមានការសង្រួមផងជាអ្នកមានការទូមានខ្លួនផងបុគ្គលនោះឯងជាអ្នកមានមន្ទិលខ្ជាក់ចោលហើយជាអ្នកមានប្រាជ្ញាទើបហៅថាថេរៈពួកសប្បុរសរមែងប្រកាសក្នុងទីឆ្ងាយដោយភ្នំហេមពានដូច្នោះពួកអសប្បុរសទុកជាស្ថិតនៅក្នុងទីចិត្តក៏រមែងមិនប្រកាសដោយព្រួញដែលបុគ្គលបាញ់ក្នុងវេលាយប់បុគ្គលណាដល់សេចក្តីសម្រេចគឺអរហន្តជាអ្នកមិនតក់ស្លុតជាអ្នកមិនមានតណ្ហាជាអ្នកមិនមានកិលេសដោយទីទួលបានកាត់កូនសគឺកិលេសជាហេតុញ៉ាំងសត្វឲ្យទៅកាន់ភពបានហើយកាយដែលឆ្អឹង300កំណាត់ផ្ដុំគ្នាហើយនេះរបស់បុគ្គលនោះឈ្មោះថាតាំងនៅក្នុងទីបំផុតភិក្ខុមិនគប្បីមើលងាយលៀបរបស់ខ្លួនដែលកើតឡើងដោយធម៌មិនគប្បីប្រព្រឹត្តចង់បានលៀបរបស់ភិក្ខុដតីបើចង់បានលៀបរបស់ភិក្ខុដតីរមែងមិនបានសមាធិឡើយបុគ្គលណាមិនមានសេចក្តីប្រកាន់ក្នុងនាមនិងរូបថាជារបស់អញដោយប្រការទាំងពួងមួយទៀតបុគ្គលណាមិនសោកស្ដាយព្រោះនាមនិងរូបដែលមិនមានបុគ្គលនោះតថាគតហៅថាភិក្ខុបុគ្គលចេះធម៌អាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហើយអំពីសំណាក់គ្រូណាគប្បីអ្នកមស្ការគ្រូនោះដោយគោរពដោយព្រាហ្មណ៍ដែលគោរពការបូជាភ្លើងដូច្នោះដែរ
បុគ្គលណាមិនមានសេចក្តីអាល័យគឺតណ្ហាជាអ្នកមិនមានសេចក្តីសង្ស័យក្នុងអ្វីសោះព្រោះដឹងច្បាស់ធម៌តថាគតហើយបុគ្គលនោះដែលមានចិត្តចុះស៊ប់កាន់ព្រះនិព្វានដែលមានព្រះអរហត្តផលដល់ហើយដោយលំដាប់ថាជាព្រាហ្មណ៍បើអ្នកទាំងឡាយខ្លាចសេចក្តីទុក្ខបើសេចក្តីទុក្ខមិនជាទីស្រឡាញ់របស់អ្នកទាំងឡាយទេអ្នកទាំងឡាយកុំធ្វើបាបកម្មក្នុងទីវាលឬក្នុងទីកំបាំងឡើយបុគ្គលជាអ្នកមានសេចក្តីប្រាថ្នាលាមកក្តីជាអ្នកមានសេចក្តីមិនខ្មាស់បាបក្តីជាអ្នកមានសេចក្តីមិនអើពើក្តីក្នុងកាលណាហើយតែងទទួលនៅផលបាបទៅកាន់អបាយព្រោះបាបនោះក្នុងកាលនោះបើបុគ្គលជាអ្នកប្រកបដោយឥន្ទ្រីយ៍ជាអ្នកស្ងប់រងាប់ជាអ្នកត្រេកអរក្នុងព្រះនិព្វានជាទីស្ងប់ឈ្នះនៅមារព្រមទាំងវាហនៈហើយរមែងទ្រទ្រង់នៅរាងកាយជាទីបំផុតមេដាបេដាទាំងឡាយដែលហៅថាព្រំក្តីបព្វាចារក្តីអាហុណីយៈក្តីសុទ្ធតែជាអ្នកអនុគ្រោះដល់ពួកជនគឺកូនទាំងឡាយបុគ្គលលះបង់ហើយនៅនិវរណៈទាំង5បន្ទាប់បង់នៅឧបកិលេសនៃចិត្តទាំងអស់ចេញបានជាអ្នកមិនអាស្រ័យដោយតណ្ហាកាត់បង់ហើយនៅទោសដែលកើតអំពីសេចក្តីស្រឡាញ់គប្បីត្រាច់ទៅតែម្នាក់ឯងដោយកុយរមាសបុគ្គលលះបង់រាគៈផងទោសៈផងមោហៈផងទំលាយនៅកិលេសជាគ្រឿងប្រកបចិត្តទាំងឡាយហើយមិនតក់ស្លុតហើយក្នុងការខ្សែជីវិតគប្បីត្រាច់ទៅតែម្នាក់ឯងដោយកុយរមាសបុរសដែលចម្រើនជាបុគ្គលគឺបណ្ឌិតដឹងបានដោយងាយបុរសដែលវិនិច្ឆ័យជាបុគ្គលគឺបណ្ឌិតដឹងបានដោយងាយបុគ្គលអ្នកប្រាថ្នាធម៌រមែងមានសេចក្តីចម្រើនបុគ្គលអ្នកស្អប់ធម៌រមែងវិនាសជនដែលរឹងត្អឹងដោយអាងជាតិក្តីរឹងត្អឹងដោយអាងទ្រព្យក្តីរឹងត្អឹងដោយអាងកូដត្រកូលក្តីហើយមើលងាយញាតិរបស់ខ្លួននោះជាប្រធាននៃសេចក្តីវិនាសជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួនតែងទៅខូចចំពោះពួកស្រីបេស្យាឬខូចចំពោះប្រពន្ធនៃបុគ្គលដទៃនោះជាប្រធាននៃសេចក្តីវិនាសបុគ្គលណាជាអ្នកមានសេចក្តីក្រោធជាអ្នកចងសេចក្តីក្រោធទុកជាបុគ្គលបាបលុបគុណគេជាអ្នកប្រះចាកសមាទិដ្ឋិជាអ្នកមានមាយាអ្នកចូលដឹងបុគ្គលនោះថាជាបុគ្គលថោកទាបបុគ្គលណាបលទ្រព្យគេយកមកប្រើប្រាស់ហើយកិច្ចកែថាអញមិនជំពាក់បំណុលអ្នកទេអ្នកចូលដឹងបុគ្គលនោះថាជាបុគ្គលថោកទាបបុគ្គលណាលើកដំកើងខ្លួនឯងឬបន្ទោសបង្អាប់ពួកជនដទៃតែខ្លួនជាអ្នកសាបសូន្យចាក់គុណវុទ្ធិព្រោះការដំកើងនិងការបន្ទោសបង្អាប់របស់ខ្លួនអ្នកចូលដឹងបុគ្គលនោះថាជាបុគ្គលថោកទាបបុគ្គលណាជាអ្នកកោងកាចក្តីជាអ្នកស្មោកន្ទ្រឹះក្តីជាអ្នកមានសេចក្តីប្រាថ្នាអាក្រក់ក្តីជាអ្នកកំណាញ់ក្តីជាអ្នកអំនួតក្តីជាអ្នកមិនអៀនខ្មាស់ក្តីជាអ្នកមិនខ្លាចបាបក្តីអ្នកចូលដឹងបុគ្គលនោះថាជាបុគ្គលថោកទាបបុគ្គលមិនមែនថោកទាបព្រោះជាតិបុគ្គលមិនមែនជាព្រាហ្មណ៍ព្រោះជាតិបុគ្គលថោកទាបព្រោះកម្មបុគ្គលជាព្រាហ្មណ៍ព្រោះកម្មបុគ្គលណាគ្រប់គ្រងឥន្ទ្រីទាំង6នោះដឹងច្បាស់ឥន្ទ្រីទាំង6ហើយគប្បីប្រព្រឹត្តអ្នកតាំងនៅក្នុងធម៌អ្នកត្រេកអរក្នុងការទៀងត្រង់និងសេចក្តីទន់ភ្លន់អ្នកកន្លងផុតគ្រឿងជំពាក់អ្នកលះបង់ទុក្ខទាំងអស់អ្នកមានប្រាជ្ញារមែងមិនជាប់នៅក្នុងអារម្មណ៍ដែលខ្លួនឃើញដែលខ្លួនឮចូលជាអ្នកសង្រួមក្នុងបាតិមោក្ខផងក្នុងឥន្ទ្រីទាំង5ផងចូលជាបុគ្គលមានសតិប្រព្រឹត្តទៅក្នុងកាយចូលជាបុគ្គលច្រើនដោយសេចក្តីនឿយណាយចូលជាបុគ្គលលះនៅសុភនិមិត្តដែលប្រកបដោយរាគៈចូលជាបុគ្គលចម្រើនចិត្តដោយអសុភៈឲ្យជាចិត្តមូលតែមួយតាំងមាំដោយប្រពៃ
បុគ្គលណាបានទម្លាក់ចោលចេញនៅរាគៈទោសៈមានះនឹងការលុបគុណគេដោយក្របស្ពៃដែលធ្លាក់អំពីចុងដៃស្រួចតថាគតហៅបុគ្គលនោះថាជាព្រាហ្មណ៍បុរសអ្នកភ្ញាក់ពីដេករមែងមិនឃើញរូបអារម្មណ៍ជាដើមដែលមកជួបប្រទះដោយយល់សប្តិយ៉ាងណាមិញបុរសរមែងមិនឃើញជនជាទីស្រឡាញ់ដែលធ្វើការកិរិយាទៅកាន់លោកខាងមុខក៏យ៉ាងនោះដែរបុគ្គលដែលគេដឹងសុសសាយថាជាបណ្ឌិតតាំងផ្ដើមការប្រព្រឹត្តម្នាក់ឯងលុះកាលខាងក្រោយមកបែរទៅជាប្រកបក្នុងមេធនធម៌វិញបណ្ឌិតនោះនឹងសៅមងដូចជនពាលដែរបុគ្គលជាអ្នកមិនប្រកបក្នុងការញុះញង់ជាអ្នកមិននឹកនាទៅរកវត្ថុជាទីត្រេកអរជាអ្នកមិនប្រកបក្នុងការមើលងាយគេជាអ្នកមានការងារល្អិតល្អជាអ្នកមានបដិភានៈជាអ្នកមិនជឿអ្នកដតីរមែងមិនត្រេកអរតថាគតហៅបុគ្គលអ្នកមិនអាឡោះអាល័យក្នុងកាមទាំងឡាយនោះថាជាអ្នកស្ងប់រងាប់កិលេសជាគ្រឿងចាក់ស្រេះរបស់បុគ្គលនោះរមែងមិនមានបុគ្គលនោះបានឆ្លងនៅតណ្ហាដែលផ្សាយទៅហើយភិក្ខុមិនគប្បីញាប់ញ័រនឹងពាក្យនន្ទាបើមានគេសរសើរមិនគប្បីឡើងចូលផងគប្បីបន្តបងសេចក្តីលោភសេចក្តីកំណាញ់សេចក្តីក្រេវក្រោធនិងពាក្យញុះញង់បុគ្គលអ្នកបង្អោនចិត្តទៅរកព្រះនិព្វានមិនគប្បីដឹកនាំក្នុងពាក្យមុសាវាទមិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូបគប្បីកំណត់ដឹងនៅមានះហើយគប្បីវាចេញចាកអំពើដ៏រុះរាន់ជនទាំងឡាយដែលត្រូវមានះបញ្ឆោតហើយត្រូវសៅមងក្នុងសង្ខារទាំងឡាយហើយត្រូវលៀបអលៀបញោមញីហើយរមែងមិនបាននៅសមាធិបុគ្គលទាំងឡាយណាជាបុគ្គលពាលជាមនុស្សល្ងងជាអ្នកមានគំនិតអាក្រក់ដែលមោហៈបិទបាំងហើយបុគ្គលទាំងឡាយប្រកបដូចនោះទៅត្រេកអរក្នុងអន្តៈដែលមានដំឡើងហើយនោះរាគៈទោសៈនិងអវិជ្ជាជនទាំងឡាយណាលះបង់បានហើយជនទាំងឡាយនោះឈ្មោះថាមានខ្សែនៃតណ្ហាកាត់ផ្ដាច់ហើយឈ្មោះថាមិនមានចំណងរមែងមិនត្រេកអរក្នុងអន្តៈនៃមាននោះឡើយបុគ្គលណាប្រញាប់ប្រញាល់ក្នុងកាលដែលគួរសន្សឹមបើជាសន្សឹមក្នុងកាលដែលគួរប្រញាប់ប្រញាល់បុគ្គលនោះឈ្មោះថាពាលរមែងបានសេចក្តីទុក្ខព្រោះការចាត់ចែងមិនមែនដោយឧបាយនៃប្រាជ្ញាបុគ្គលណាសន្សឹមក្នុងកាលដែលគួរសន្សឹមប្រញាប់ប្រញាល់ក្នុងកាលដែលគួរប្រញាប់ប្រញាល់បុគ្គលនោះឈ្មោះថាបណ្ឌិតរមែងបានសេចក្តីសុខព្រោះការចាត់ចែងដោយឧបាយនៃប្រាជ្ញាបុគ្គលណាមានចិត្តគ្រប់គ្រងហើយស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះចិនស្រីបុគ្គលនោះទៅញ៉ាំងអសវៈទាំងពួងឲ្យអស់ទៅធ្វើឲ្យជាក់ច្បាស់នៅធម៌មិនកម្រើកគឺអរហត្តផលដល់នៅសេចក្តីស្ងប់ដ៏ឧត្តមគឺខណ្ឌនិព្វានជាអ្នកមិនមានអសវៈរមែងបរិនិព្វានពួកពុទ្ធជនមិនដឹងថាចរិយាមរណៈជាទុក្ខហើយជាប់ជំពាក់ក្នុងខណ្ឌជាគ្រឿងតោងនៃចិត្តណាអ្នកប្រាជ្ញមានសតិបានកំណត់ដឹងនៅខណ្ឌជាគ្រឿងតោងនៃចិត្តនោះថាជាទុក្ខហើយចម្រើនឈានក្នុងកាលណាកាលនោះរមែងមិនបាននៅសេចក្តីត្រេកអរលើសលប់ជាងឈាននោះឡើយបុគ្គលជាអ្នកមានប្រាជ្ញាជាអ្នកមានចិត្តមិនរាយមាយជាអ្នកមិនក្លែងក្លងជាអ្នកមានប្រាជ្ញាល្អិតជាអ្នកសង្រួមឥន្ទ្រីល្អជាអ្នកមានកល្យាណមិត្តគប្បីជាអ្នកធ្វើនៅទីបំផុតនៃទុក្ខបានបុគ្គលបានដល់ហើយនៅធម៌ដ៏ឧត្តមជាអ្នកមិនត្រូវការក្នុងលោកទាំងអស់រមែងមិនសោកសៅព្រោះសេចក្តីស្លាប់ដោយបុគ្គលស្ទុះផុតចាកផ្ទះដែលភ្លើងឆេះចៅអ្នកមានធម៌ដ៏លាមកដែលគេចាប់បានត្រង់មុខដំណរនៃផ្ទះរមែងក្តៅក្រហាយដោយកម្មរបស់ខ្លួនយ៉ាងណាមិញពួកសត្វអ្នកមានធម៌ដ៏លាមកលុះស្លាប់ទៅរមែងក្តៅក្រហាយក្នុងលោកខាងមុខដោយកម្មរបស់ខ្លួនក៏យ៉ាងនោះដែរ
បុគ្គលណាបានធ្វើអំពើបាបហើយបិទបាំងអំពើបាបនោះដោយកុសលបុគ្គលនោះរមែងញ៉ាំងលោកនេះឲ្យរុងរឿងដោយព្រះច័ន្ទផុតស្រឡះចាកពពកការប្រព្រឹត្តនៅសេចក្តីចម្រើនរបស់អ្នកមិនឆ្លៀសក្នុងហេតុចម្រើនរមែងមិននាំមកនៅសេចក្តីសុខទេបុគ្គលឥតប្រាជ្ញាតែងធ្វើប្រយោជន៍ឲ្យសាបសូន្យដោយស្វារក្សាសួនបានធ្វើប្រយោជន៍ឲ្យវិនាសបុគ្គលណាប្រាថ្នាសេចក្តីចម្រើនដោយខុសឧបាយបុគ្គលនោះរមែងលំបាកបុគ្គលមានពួកញាតិច្រើនអ្នកប្រពៃសំបីពួកឈើដែលដុះក្នុងព្រៃច្រើនដើមក៏ប្រពៃដែរឯខ្យល់រមែងរំលំនៅឈើជាធំក្នុងព្រៃបរិបូរដោយមែកនិងប្រកៀបដែលតាំងនៅតែឯងបុគ្គលដែលឈ្មោះថាបណ្ឌិតជាអ្នកប្រពៃពិតពួកសប្បុរសរមែងទៅកាន់ឋានសួគ៌ពួកនរជនណាមិនធ្វើតាមអាវាតដែលព្រះពុទ្ធសម្ដែងហើយពួកនរជននោះនឹងដល់នៅសេចក្តីវិនាសដោយពួកឈ្មួញដែលអរិយទឹកទាំងឡាយលួងលោមហើយបុរសអ្នកប្រកបដោយចំណែកនៃគុណធម៌គេរកបានដោយកម្របុគ្គលពាលមិនគួរជាអ្នកនាំមុខគេទេពួកបុគ្គលអ្នកឥតបុណ្យខ្វល់ខ្វាយប្រមូលទ្រព្យណាដ៏ច្រើនចំណែកខាងបុគ្គលអ្នកមានបុណ្យទោះមានសិល្បៈក្តីមិនមានសិល្បៈក្តីក៏រមែងបានបរិភោគនៅទ្រព្យទាំងឡាយនោះជនទាំងឡាយអ្នកមានសន្តានស្លូតត្រង់មិនពោលនៅពាក្យមិនពិតឡើយអ្នកប្រាជ្ញគប្បីរក្សានៅភ័យដែលមិនទាន់មកដល់ពួកជនណាបរិបូរហើយដោយសិលត្រេកអរហើយក្នុងការស្ងប់រងាប់ដោយបញ្ញាជាធិរៈជនជាអ្នកឆ្ងាយជាអ្នកវាចាបាបពួកជននោះមិនលុះតាមពាក្យជនដតីទេអ្នកប្រាជ្ញណាបាននៅភោគៈសម្បត្តិហើយរមែងសង្គ្រោះញាតិទាំងឡាយអ្នកប្រាជ្ញនោះរមែងបាននៅសេចក្តីសរសើរដោយការសង្គ្រោះញាតិនោះលុះលះលោកនេះទៅហើយរមែងរីករាយក្នុងឋានសួគ៌បុគ្គលគប្បីធ្វើនៅសេចក្តីចម្រើនមិនបៀតបៀនបុគ្គលដទៃបុគ្គលពាលមានកម្លាំងជាអ្នករក្សាពួកក្រុមមិនប្រពៃបុគ្គលមានប្រាជ្ញាមានកម្លាំងជាអ្នករក្សាពួកក្រុមទើបប្រពៃបុគ្គលណាមួយឃើញសិលផងបញ្ញាផងការស្ដាប់ផងក្នុងខ្លួនបុគ្គលនោះតែងប្រព្រឹត្តប្រយោជន៍ទាំងពីរគឺដើម្បីខ្លួនឯងផងអ្នកដទៃផងមិនមែនតែបុរសទេដែលជាបណ្ឌិតក្នុងហេតុទាំងពួងសំបីស្ត្រីក៏ជាបណ្ឌិតឃើញច្បាស់ក្នុងហេតុនោះបានដែរជនណាជាអ្នកមានពោះធូរអត់ទ្រាំនៅសេចក្តីស្រែកឃ្លានបានជាអ្នកទូមាននៅឥន្ទ្រីជាអ្នកមានតបៈធម៌ជាអ្នកមានទឹកនិងភោជនល្មមប្រមាណរមែងមិនធ្វើនៅបាបព្រោះហេតុនៃអាហារឡើយបណ្ឌិតទាំងឡាយហៅជននោះថាជាសាមណៈក្នុងលោកកាលបុរសល្ងង់ខ្លៅអាប់ឥតប្រាជ្ញាមិនចេះដឹងយ៉ាងនេះសេចក្តីក្រោធរមែងកើតអំពីការប្រណាំងប្រជែងបុរសនោះរមែងត្រូវភ្លើងគឺសេចក្តីក្រោធនោះឆាបឆេះជនឥតប្រាជ្ញារមែងធ្វើនៅសេចក្តីប្រទុះពួកអសប្បុរសរមែងទៅកាន់នរកបណ្ឌិតទាំងឡាយរមែងមិនប្រព្រឹត្តនៅអំពើដ៏លាមកព្រោះហេតុនៃសេចក្តីសុខផ្ទាល់ខ្លួនទេទោះបីត្រូវសេចក្តីទុក្ខប៉ះពាល់ឬឃ្លាតចាកសម្បត្តិក៏រមែងមិនលះបង់នៅធម៌ព្រោះសេចក្តីស្រឡាញ់និងសេចក្តីស្អប់ឡើយបុគ្គលទន់ជ្រាយត្រូវគេមើលងាយបុគ្គលរឹងពេករមែងមានពំនាបុគ្គលត្រេកអរហើយគប្បីនិយាយច្រើនបុគ្គលខឹងហើយរមែងនិយាយច្រើនបុគ្គលពាលរមែងណែនាំនៅអំពើមិនគួរណែនាំបុគ្គលពាល
រមែងប្រកបក្នុងកិច្ចមិនមែនជាធុរៈអ្នកប្រាជ្ញរមែងណែនាំនៅហេតុដែលគួរដឹកនាំអ្នកប្រាជ្ញរមែងមិនប្រកបក្នុងកិច្ចដែលមិនមែនជាធុរៈពួកក្សត្រពួកព្រាហ្មណ៍ពួកអ្នកជំនួញពួកអ្នកងារពួកច័ន្ទដៀលនិងពួកអ្នកកើបសម្រាមពួកជនទាំងអស់ឈ្មោះថាជាអ្នកស្លូតបូតជាអ្នកទូមានឥន្ទ្រីបានហើយពួកជនទាំងអស់ឈ្មោះថាមានទុក្ខរលត់ហើយបុគ្គលណាជាកតញ្ញូកតវេទីជាអ្នកមានប្រាជ្ញាជាអ្នកមានមិត្តល្អជាអ្នកមានការសេពគប់មាំធ្វើនៅកិច្ចដោយគោរពចំពោះបុគ្គលអ្នកដល់នៅសេចក្តីទុក្ខបណ្ឌិតទាំងឡាយពោលនៅបុគ្គលបែបនោះថាជាអ្នកសប្បុរសបុគ្គលជាអ្នកប្រះចារិកៈហើយគប្បីកំចាត់បងនៅទោសៈគប្បីចម្រើននៅមេត្តាចិត្តរកប្រមាណមិនបានដាក់ចុះនៅអញ្ញាក្នុងសត្វទាំងឡាយទាំងពួងជាអ្នកគឺបុគ្គលណាមួយតេះដៀលមិនបានរមែងទៅកើតក្នុងឋានព្រំពួកជនអ្នកជក់ចិត្តក្នុងកាមអ្នកត្រេកអរក្នុងកាមអ្នកងប់ក្នុងកាមទាំងឡាយធ្វើបាបទាំងឡាយហើយរមែងទៅកាន់ទុក្ខតិបបិទ្ធព្រះអង្គជាម្ចាស់នៃទិសពួកជនណាឆ្លៀសវៃក្នុងធម៌ជាប្រពៃណីអំពីបុរាណព្រមទាំងបរិបូរដោយសណ្ដាប់ធ្នាប់ពួកជននោះរមែងមិនទៅកាន់ទុក្ខតិទេបុរសដែលបិតាចិញ្ចឹមដោយត្រដាបត្រដួលហើយយ៉ាងនេះជាអ្នកមិនបម្រើបិតាបុរសនោះប្រព្រឹត្តខុសហើយក្នុងបិតាតែងទៅកើតក្នុងនរកបុគ្គលអ្នកបរិភោគតែម្នាក់ឯងមិនបានសេចក្តីសុខទេនរជនសំបីមានដេជះក្តីមានប្រាជ្ញាវាងវៃក្តីដែលអ្នកផងច្រើនគ្នាធ្វើសក្ការៈបូជាដែលលុះក្នុងអំណាចនៃស្រីទាំងឡាយហើយរមែងមិនរុងរឿងដោយព្រះច័ន្ទដែលត្រូវរាហូចាប់បុគ្គលណាមិនត្រុសចំពោះមិត្តទាំងឡាយបុគ្គលនោះទៅកាន់ជនបទនិគមរាជធានីណាគេតែងបូជាក្នុងទីទាំងអស់នោះបុគ្គលធ្វើសក្ការៈចំពោះមិត្តរមែងត្រូវមិត្តធ្វើសក្ការៈវិញបុគ្គលជាអ្នកគោរពមិត្តរមែងបានសេចក្តីគោរពវិញបុគ្គលជាអ្នកបូជាមិត្តរមែងបានការបូជាវិញបុគ្គលជាអ្នកសំពះមិត្តរមែងបានការសំពះតបវិញជនពាលទាំងឡាយតែងរីងស្ងួតព្រោះសេចក្តីប្រាថ្នាអារម្មណ៍ដែលមិនទាន់មកដល់ព្រោះសេចក្តីតាមសោកស្ដាយអារម្មណ៍ដែលកន្លងទៅហើយនេះដូចជាដើមបបោសមានពណ៌ខៀវដែលគេដកហាលថ្ងៃដូច្នោះបណ្ឌិតជាបុគ្គលឆ្លៀសវៃជាបុគ្គលអាចសម្ដែងប្រយោជន៍និងមិនមែនប្រយោជន៍ជាបុគ្គលមានប្រាជ្ញាឆ្វេងយល់រមែងដោះខ្លួនបានដោយឆាប់អ្នកទាំងឡាយកុំខ្លាចឡើយបណ្ឌិតនោះគង់តែនឹងត្រឡប់មកវិញផស្តាជាគ្រឿងប្រកបរបស់ស្ត្រីដំណើរទៅអំពីលោកនេះទៅកាន់បរលោកនៃពួកសប្បុរសនិងពួកអសប្បុរសជាដំណើរផ្សេងគ្នាពួកអសប្បុរសទៅកាន់នរកពួកសប្បុរសមានឋានសួគ៌ប្រព្រឹត្តទៅក្នុងខាងមុខពួកជនអ្នកប្រាថ្នារមែងមិនលះបង់នៅសេចក្តីសោកផងសេចក្តីខ្សឹកខ្សួលផងសេចក្តីកំណាញ់ក្នុងវត្ថុដែលហួងហែងផងព្រោះហេតុនោះមុនីទាំងឡាយជាអ្នកឃើញសេចក្តីខ្សែមបានប្រព្រឹត្តលះបង់សេចក្តីហួងហែងចេញបុគ្គលមិនសិក្សាព្រោះប្រាថ្នាលាភផងមិនក្រោធព្រោះមិនមានលាភផងមិនអាក់អន់ព្រោះតណ្ហាផងមិនជាប់ព្រោះរស់ផងបណ្ដាមនុស្សទាំងឡាយមនុស្សដែលទូមានហើយឈ្មោះថាជាបុគ្គលប្រសើរផុតបុគ្គលដឹងច្បាស់ទីបំផុតទាំងពីរនិងកណ្ដាលដោយការដឹងហើយមិនជាប់តថាគតហៅបុគ្គលនោះថាមហាបុរសបុគ្គលនោះជាអ្នកបានកន្លងនៅតណ្ហាជាគ្រឿងចាក់ស្រេះក្នុងโลกនេះ
សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោកនៃបុគ្គលណាមិនមានទេព្រោះដឹងនៅត្រើយនាយនិងត្រើយអាយក្នុងលោកតថាគតពោលថាបុគ្គលនោះជាអ្នកស្ងប់ជាអ្នកកម្ចាត់បងជាអ្នកមិនមានទុក្ខជាអ្នកមិនមានប្រាថ្នាអាចឆ្លងជាតិនិងជរាបានបុគ្គលណាដឹងនៅធម៌របស់ពួកអសប្បុរសផងរបស់ពួកសប្បុរសផងដឹងនៅអាយតនៈខាងក្នុងផងខាងក្រៅផងក្នុងលោកទាំងពួងជាបុគ្គលដែលទេវតានិងមនុស្សទាំងឡាយបូជាហើយកន្លងផុតនៅបណ្ដាញគឺកិលេសជាគ្រឿងជាប់ជំពាក់បុគ្គលនោះឈ្មោះថាមុនីបុគ្គលអ្នកមិនលោភអ្នកមិនកុហកអ្នកមិនមានការស្រែកឃ្លានអ្នកមិនមានការលុបគុណគេអ្នកមានទឹកចត់និងមោហៈកម្ចាត់ចេញហើយអ្នកមិនមានសេចក្តីប្រាថ្នាក្នុងលោកទាំងមូលគប្បីប្រព្រឹត្តម្នាក់ឯងដូចកុយរមាសអ្នកប្រាជ្ញមិនមានសេចក្តីក្រោធអ្នកមិនចងសេចក្តីក្រោធទុកអ្នកមិនលុបគុណគេអ្នកដល់នៅភាពជាអ្នកបរិសុទ្ធអ្នកមានទិដ្ឋិបរិបូរណ៍បុគ្គលគប្បីដឹងនៅអ្នកប្រាជ្ញនោះថាអ្នកនេះជាមនុស្សប្រសើរព្រះសម្មាសម្ពុទ្ធទ្រង់ប្រកបដោយមហាករុណាជាទីពឹងនៃសត្វលោកទ្រង់កំចាត់បងនៅងងឹតធំគឺមោហៈអ្នកទាំងឡាយចូលប្រតិបត្តិនៅមគ្គជាគ្រឿងញោមញីនៅសេចក្តីស្រវឹងបន្ទោបងនៅសេចក្តីសោកអាចដោះខ្លួនឲ្យរួចចាកសង្សារៈជាគ្រឿងអស់ទៅនៃទុក្ខទាំងពួងបានដោយគោរពចុះ